សកតប្រែថាប្រកបខំប្រែថាពាក្យសកតខំប្រែថាប្រកបពាក្យយើងមើលពាក្យជួរទី1នេះគឺមានចំនួន4ពាក្យគឺទី1គឺមានពាក្យថាកា2 3 ឌូហើយជួរទី2គឺមានពាក្យថាម៉ាសងតួសៀអានសារឡើងវិញកា2 3 ឌូម៉ាសងតួសៀឥឡូវយើងទៅរៀនប្រកបអំពីពាក្យទាំងអស់នេះគឺទី1គឺយើងមើលនៅលើនេះគឺឃើញទម្រង់បែបបទនៃការប្រកបពាក្យយើងមើលពាក្យនេះគឺកអាកាយើងមើលពីខាងនេះមកគឺកអាកអាកាយើងអានថាកាប្រែថាក្អែកឬក៏កំសៀវកអាកាប្រែថាក្អែកឬក៏កំសៀវឥឡូវយើងទៅរៀនប្រកបពាក្យទី2គឺយើងអានថាពីគឺមកពីពអ៊ីពីពអ៊ីពីសារឡើងវិញពអ៊ីពីគឺប្រែថាឆ្នាំ2ឆ្នាំ2ប្រែថាឆ្នាំយើងទៅមួយទៀតគឺ3យើងប្រកបពាក្យ3គឺបអៃបអៃប្រែថាស្លឹកឬក៏សន្លឹកប្រែថាស្លឹកឬក៏សន្លឹកឥឡូវយើងទៅរៀនប្រកបពាក្យមួយទៀតគឺឌូមើលខាងនេះគឺដអ៊ូឌូដអ៊ូឌូដអ៊ូឌូគឺប្រែថាមើលប្រែថាមើលឥឡូវទៅមួយទៀតគឺយើងមើលពាក្យថាម៉ាអានម៉ាគឺម៉អាម៉ាម៉អាម៉ាម៉អាម៉ាគឺប្រែថាមកម៉ាប្រែថាមកទៅពាក្យមួយទៀតគឺយើងអានថាសងគឺសអងសងសអងសងគឺប្រែថា2សង2យើងទៅមួយទៀតគឺពាក្យថាតួតអ៊ូតអ៊ូប្រែថាខ្លួនឬក៏ក្បាលប្រែថាខ្លួនឬក៏ក្បាលយើងទៅមួយទៀតចុងក្រោយគឺសៀគឺសអ៊ីសអ៊ីសៀប្រែថាខូចខាតឬក៏ស្លាប់នៅក្នុងមេរៀនវេយ្យាករណ៍ទី2នេះគឺខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះដើម្បីឲ្យលោកអ្នកទទួលបាននៅវីដេអូថ្មីសូមលោកអ្នកកុំភ្លេចចុច Subscribe នៅខាងក្រោមសូមអរគុណលោកអ្នកដែលបានមើលវីដេអូនេះសូមលោកអ្នកចុច Subscribe ដើម្បីទទួលបានមេរៀនថ្មីៗជារៀងរាល់ថ្ងៃ Please click subscribe. You will get new creative videos every day.